យើងក៏លេចមកមើលវិញ្ញាសាឌីប្លូមទាំងអស់គ្នាវិញ្ញាសាឌីប្លូមនេះគឺជាវិញ្ញាសាបិទអ្នកទាំងអស់គ្នាអាចស្វែងសិក្សាដោយខ្លួនឯងនៅក្នុង YouTube របស់ខ្ញុំបាទក៏បានហើយខ្ញុំនឹងចេញវីដេអូរាល់ថ្ងៃដើម្បីចែកជូនឲ្យឥឡូវនេះយើងក៏លេចមកមើលវិញ្ញាសាឌីប្លូមម្ដងព្រោះអីយើងបានថាធ្វើវិញ្ញាសាបាត់របៀងច្រើនដែរហើយមានបងប្អូនឌីប្លូមគាត់បានឆាតមកឲ្យខ្ញុំធ្វើតែតើនឹងវិញ្ញាសាឌីប្លូមឥឡូវនេះខ្ញុំមិនធ្វើហើយឥឡូវយើងមកចូលមកមើលចម្លើយទាំងអស់គ្នាសំណួរខ្ញុំដាក់នៅខាងមុខហើយនេះចម្លើយទី1ឆ្លើយថានៅលើផែនដីទឹកមាន 75% នៃផ្ទៃភពផែនដីទឹកសាបមាន 3% នៃផ្ទៃទឹកទាំងអស់ហើយសំណួរទី2គេឆ្លើយថាទឹកមានសារៈសំខាន់ណាស់ចំពោះជីវៈរស់ដូចជាជីវៈរស់ត្រូវការទឹកដើម្បីរស់រៀនមានជីវិតនិងបន្តពូជហើយទឹកមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅរបស់មនុស្សជាតិដូចជាទឹកសាបសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានកសិកម្មឧស្សាហកម្មគមនាគមន៍និងទេសចរណ៍សំណួរទី3គេសួរថាចម្លើយទី3គេឆ្លើយថាទឹកនៅលើផ្ទៃដីគឺជាកំណល់អាកាសដែលធ្លាក់មកលើផ្ទៃដីក្រោមទម្រង់ជាភ្លៀងលាយព្រិលនិងទឹកកកសំឡីហើយមិនជ្រាបចូលក្នុងដីនិងរលប់ទៅក្នុងបរិយាកាសវិញតាមរយៈរំហួតឬរំភាយចំហាយទឹកចម្លើយទី4នោះគេឆ្លើយថាទឹកនៅក្នុងដីគឺជាទឹកដែលបានមកពីកំណល់អាកាសហើយជ្រាបចូលក្នុងដីនិងទៅបំពេញចន្លោះឬប្រហោងដីនិងសិលានៅសម្បកផែនដីរួចបន្តចលនារហូតដល់ស្រទាប់មិនជ្រាបទឹកសំណួរទី5នោះគេសួរថាចម្លើយទី5ច្រឡំមើលខ្ញុំច្រឡំតែសំណួរខ្ញុំដាក់នៅខាងមុខអ្នកទាំងអស់គ្នាអានេះវាចម្លើយខ្ញុំច្រឡំហើយចម្លើយទី5ឆ្លើយថាដំណើរនៃវដ្តទឹកកើតឡើងមាន3ដំណាក់កាលគឺដំណាក់កាលទី1និយាយថាអាហ្នឹងមាន3ដំណាក់កាលដំណាក់កាលទី1មានរំហួតជាដំណើរនៃទឹកដែលទទួលរងថាមពលកម្ដៅព្រះអាទិត្យហើយប្រែក្លាយទៅជាចំហាយទឹកនិងឧស្ម័នកំណកជាលំនាំខ្យល់ក្បែរផ្ទៃដីស្ទុះឡើងលើនាំយកចំហាយទឹកទៅដល់រយៈកម្ពស់ខ្ពស់ដែលមានសីតុណ្ហភាពទាបធ្វើឲ្យចំហាយទឹកផ្ដោតទៅជាកំណកហើយបង្កើតជាពពកចំណុចទី3គឺកំណត់បរិយាកាសកំណត់ទឹកដែលកើតជាពពកប្រមូលផ្ដុំគ្នាកាន់តែច្រើនធ្វើឲ្យមាឌរបស់វាកាន់តែធំហើយធ្ងន់ក៏ធ្លាក់ត្រឡប់មកផែនដីវិញក្នុងទម្រង់ជាភ្លៀងព្រិលនិងទឹកកកសំឡីសំណួរទី6ចុងក្រោយនោះគឺគេប្រើចម្លើយសំទោសមិញខ្ញុំងាកទៅច្រឡំអញ្ចឹងចម្លើយទី6គឺគេឆ្លើយថាគេប្រើប្រាស់ទឹកនៅក្នុងគេហដ្ឋានឧស្សាហកម្មកសិកម្មធម្មពលគមនាគមន៍និងទេសចរណ៍ហើយគេថានោះមានដូចជាសម្រាប់ផឹកបោកគក់ដាំស្លសម្រាប់លាងសម្អាតឧស្សាហកម្មសម្រាប់លាងសម្អាតធ្វើម៉ាស៊ីនត្រជាក់និងសម្រាប់បញ្ចេញចោលកសិកម្មដូចជាសម្រាប់ស្រោចស្រពដំណាំគ្រប់ប្រភេទនិងសម្រាប់សត្វផឹកនិងសម្រាប់ទីលាងសម្អាតលាមកសត្វធម្មពលដូចជាចរន្តទឹកហូរទឹកធ្លាក់អាចទាញយកធម្មពលវារីអគ្គិសនីបង្កើតជាអគ្គិសនីសម្រាប់ប្រើប្រាស់បានគមនាគមន៍ដូចជាផ្លូវទឹកគឺជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ធ្វើដំណើរនិងដឹកជញ្ជូនទំនិញផ្សេងដោយចំណេញសហុយតិចចំណាយសហុយតិចទេសចរណ៍ដូចជាទឹកស្ទឹងបឹងទន្លេនិងតំបន់សមុទ្រជាតំបន់ទាក់ទាញភ្ញៀវទេសចរហើយខ្ញុំបញ្ជាក់អ្នកទាំងអស់គ្នាសំណួរនេះគឺជាសំណួរបិទឌីប្លូមអ្នកទាំងអស់គ្នាអញ្ចឹងយើងវាកាន់តែគិតងាយយ៉ាងអ្នកទាំងអស់គ្នាអាចបើថាមានពេលយើងអាចសិក្សាស្រាវជ្រាវឲ្យកាន់តែច្រើនជាងនេះក៏ល្អដែរព្រោះឌីប្លូមពេលការចំនួនខ្ញុំប្រឡងមិនសូវតាំងហ្មងព្រោះកាលហ្នឹងខ្ញុំគិតថាវាគេមិនសូវដូចឥឡូវសាលាមួយវិន័យគេបរិបត្តិតាំងខ្លាំងអញ្ចឹងប្រហែលអាចតាំងអញ្ចឹងយើងស្វែងសិក្សាដោយខ្លួនឯងឲ្យបានច្រើន